ថ្ងៃនេះចង់និយាយអំពី NK therapy អីទៅ NK ព្រោះឃើញល្បីហើយឃើញគេយកទៅព្យាបាលជំងឺដុំមហារីកខួរក្បាលហើយមហារីកមួយចំនួនទៀតក៏មានអ្នកជំងឺមកជួបខ្ញុំគឺថាធ្លាប់បានទៅជួបក្រុមពួកគាត់ពួកគេល្បីកាលពេលកូនឆឆៃលីដែលគាត់បានធូរស្រាលបន្តិចហ្នឹងហើយប្រជាជនយើងគឺបាក់ងំគ្នាទៅប្រឹក្សាហើយចង់សុំទទួលការព្យាបាលដោយកោសិកា NK នឹងច្រើនតែហើយខ្ញុំឃើញនឹងផុសពួកគាត់ពេលខ្លះក៏ដាក់ពាក្យថា stem cell therapy immunotherapy ក្នុងការព្យាបាលមហារីកអញ្ចឹងណាអញ្ចឹងគឺថា NK គឺជាកោសិកាទាហាន natural killer cell ដែលអ្នកណាក៏មានដែរអ្នកជំងឺមហារីកអ្នកជំងឺអ្នកជាសុខភាពល្អមកកណ្ដោគ្នាក៏មានទាំងអស់គ្នា NK មានតួនាទីសំខាន់គឺជាអ្នកចាំសម្រាប់កោសិកាដែល abnormal គឺ natural killer cell ឈ្មោះវាអញ្ចឹងមុខងារដែលសំខាន់របស់ NK ម្ដងថ្ងៃនេះគឺ naturally គឺវាជួយ protect ខ្លួនយើងឃើញចេះស្គាល់ហើយ action rapid សម្រាប់កោសិកាណាដែលជាកោសិកា abnormal កោសិកាដែលបំលែងខ្លួនទៅ abnormal ឬក៏ដោយសារ infection ដោយសារអីឃើញ abnormal ភ្លាមគឺស៊ីសម្រាប់ចោលភ្លាមលះលឿនគេឃើញថា NK គឺត្រូវតែមានទម្រង់នឹងមានមនុស្សម្នាក់ៗតែមានសុខភាពល្អអត់ងាយកើតជំងឺអីផ្សេងគឺត្រូវមាន NK ក្នុងកម្រិតមួយខ្ពស់ហើយ active NK គឺពីច្រើនគេយកមកព្យាបាលគឺសម្រាប់ការពារការមានជំងឺការពារការវិវត្តដល់ជំងឺការពារដល់អីចឹងក្នុងន័យ wellness ក្នុងន័យ prevention ក្នុងន័យអីអាហ្នឹងមាន study ច្រើនហើយផលក៏ឃើញ promising result ដែរបើ NK ក៏គេយកវាមកធ្វើជា cell therapy នៅក្នុងជំងឺមហារីកមួយចំនួនប៉ុន្តែគេហៅថាជា CAR NK ហើយហ្នឹងក៏នៅក្នុង trial ទេNK ដែលសម្រាប់យកមកព្យាបាលដុំនៅក្នុងខួរក្បាលហ្មងគឺអត់ទាន់មាន trial អត់ទាន់មានសូម្បីតែការដកពិសោធន៍នៅលើពិភពលោកអត់ទាន់មានទាំងអស់ព្រោះវាអត់មានផលប្រយោជន៍ដល់ដុំមហារីកខួរក្បាលទេហើយបើសម្រាប់មេរោគមហារីកដទៃទៀតក៏មិនមែនឲ្យតែពាក្យថាមហារីកគឺ NK ជួយបាន100មុខទេណាក្នុងន័យការពារអូខេបើក្នុងន័យព្យាបាលទៅសម្រាប់មេរោគមហារីកហ្មងមានដោយប្រភេទមហារីកការព្យាបាលការសិក្សា trial ហ្នឹងក៏មានតិចមែនតើហើយទាមទារជា personalized base ហើយចង់ឲ្យយល់អញ្ចឹងមិនមែន NK ត្រូវកុំឲ្យមុខទេទី2ពាក់ព័ន្ធមួយ stem cell ក៏ចឹងដែរ stem cell គឺអត់មានមុខងារសម្រាប់តតែសោះអត់មានមុខងារសម្រាប់កោសិកាសម្រាប់មហារីកសម្រាប់គេតតែសោះអញ្ចឹង stem cell មិនមែនយកមកប្រើសម្រាប់ព្យាបាលមហារីកទេអញ្ចឹងឃើញតែគេផ្សព្វផ្សាយឃើញតែគេទៅសេផុសគ្រូពេទ្យបរទេសមានខ្មែរយើងអញ្ចឹងណាហើយមានថតមានបរទេសដាក់ថា stem cell therapy នៅក្នុងមហារីកបញ្ជាក់ម្ដងទៀត stem cell គឺមានន័យថាកោសិកាដើមគឺជាទារកគឺជាគ្រាប់ពូជជាកោសិកាខ្ចីមែនតើនៃទូទៅវាពាក្យ stem cell មួយម៉ាត់ហ្នឹងដោយគេហៅគ្រាប់ស្វាយគេហៅពងទាពងមាន់ដែលធៀបញាស់អញ្ចឹងណាបាទពីពាក្យសម្រាប់ទូទៅឯរុក្ខជាតិក៏មានដែរ stem cell ហ្នឹងរុក្ខជាតិក៏វាមានគ្រាប់ពូជដើមរបស់វាដែរសត្វអីក៏ដោយក៏វាមានគ្រាប់ពូជរបស់វាដែរមនុស្សយើងក៏មានគ្រាប់ពូជវា stem cell គឺមាន